បាទបងប្អូនទាំងអស់គ្នាកន្លែងនេះគឺជាកន្លែងដើមឈើដែលគេធ្វើទរណកម្មទៅលើកុមារហើយនិងទារកសម័យនោះគឺគេសម្រាប់ដោយយកក្មេងចាប់ជើងយកមកបោកនៅកន្លែងនេះហើយមួយទៀតក្នុងរដូវនេះភាគច្រើនគឺស្ត្រីហើយនិងកុមារនៅក្នុងនេះគឺមានសាកសពរហូតដល់100នាក់ដោយតែបានផ្លាកបានបង្ហាញអញ្ចឹងយើងទៅមើលបន្ថែមទៀតថានៅជុំវិញនេះមានកន្លែងណាខ្លះទៀតបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានសក្តានាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាទៅទស្សនាទីតាំងប្រវត្តិសាស្ត្រមួយកន្លែងដែលស្ថិតនៅជិតទីក្រុងភ្នំពេញផ្ទាល់បាទឥឡូវយើងមកដល់ហើយបាទនេះគឺជាមជ្ឈមណ្ឌលប្រឡាយពូជសាសន៍ជើងឯកដែលស្ថិតនៅខណ្ឌដង្កោជិតរាជធានីភ្នំពេញយើងទេតោះឥឡូវយើងទៅមើលទាំងអស់គ្នាថានៅខាងក្នុងនោះមានអ្វីខ្លះដែលយើងត្រូវស្វែងយល់ក៏ដូចជាសិក្សាបន្ថែមបាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាទីតាំងប្រវត្តិសាស្ត្រមួយកន្លែងដែលចិត្តរាជធានីភ្នំពេញរបស់យើងទេគឺមជ្ឈមណ្ឌលប្រឡាយពូជសាសន៍ជើងឯកបាទចង់ដឹងថានៅក្នុងនោះមានអ្វីខ្លះទីទៀតយើងចូលទៅទស្សនាទាំងអស់គ្នាក្នុងទាំងអស់គ្នាបាទឥឡូវនេះយើងចូលមកដល់ខាងក្នុងហើយបន្ទាប់ពីយើងឆ្លងកាត់កន្លែងដែលយើងទិញសបុតមកហើយយើងក៏បានទិញជួលកាសដើម្បីស្ដាប់សាច់រឿងផ្ទាល់នៅក្នុងហ្នឹងអញ្ចឹងណាអញ្ចឹងយើងទៅទស្សនាខាងក្នុងបន្តទៀតមកបាទសម្រាប់កន្លែងនេះដែរគឺយើងចូលមកយើងត្រូវទិញសបុតហើយកាសសម្រាប់យើងស្ដាប់ពីប្រវត្តិសាស្ត្រនៅក្នុងនេះគឺមានច្រើនភាសាគឺជាមជ្ឈមណ្ឌលប្រឡាយពូជសាសន៍ពីជំនាន់ប៉ុលពតអញ្ចឹងនៅខាងក្នុងថាមានអីខ្លះតែជាទូទៅនៅកន្លែងនេះគឺជាវិលពិឃាតអញ្ចឹងនៅបរិវេណជុំវិញនេះគឺសិតសឹងតែជនរងគ្រោះដែលបានធ្វើទរណកម្មស្លាប់នៅសម័យនោះអញ្ចឹងយើងទៅទស្សនាបន្តទៀតទាំងអស់គ្នាតោះបាទសម្រាប់អារម្មណ៍ខ្ញុំបាទពេលឈានជើងចូលមកដល់ទីតាំងមួយនេះខ្ញុំបានមានអារម្មណ៍ថាតក់ស្លុតក៏ដូចជាមានអារម្មណ៍ថាសង្ហេះសង្ហោចខ្លាំងមែនតើព្រោះពេលមកទស្សនាលើកណាក៏មានអារម្មណ៍បែបនេះដែរដោយសារខ្លោចចិត្តហើយនឹងឃើញទង្វើផ្សេងនៅក្នុងវាលពិឃាតមួយនេះផងដែរបាទនៅទីនេះគឺជាទីវាលមជ្ឈមណ្ឌលប្រឡាយពូជសាសន៍បឹងជើងឯកបាទហើយនៅក្នុងនេះគឺសិតតែអាលាក្បាលរបស់មនុស្សដែលស្លាប់នៅសម័យនោះទីទៀតខ្ញុំនឹងទៅផ្ដិតរូបភាពដើម្បីឲ្យបងប្អូនបានទស្សនាទាំងអស់គ្នាផងដែរបាទកន្លែងរូបភាពដែលខ្ញុំបានកំពុងតែចូលបង្ហាញនេះគឺជាទីតាំងមួយកន្លែងហើយរូបគំនូរដែលនៅពីក្រោយខ្នងខ្ញុំបាននេះគឺជាឃ្លាំងសម្រាប់ផ្ទុកម្សៅគីមីពុលផងដែរបាទនៅសម័យនោះគឺគេធ្វើទរណកម្មក៏ដូចជាសម្រាប់ជនរងគ្រោះរួចរាល់ហើយគេត្រូវបាចម្សៅគីមីពុលនេះដើម្បីបញ្ជាក់ថាសាកសពបានស្លាប់ពិតប្រាកដមែនបាទ
តិចទៀតយើងទៅទស្សនាបន្តទៀតហើយសម្រាប់ថ្ងៃនេះដែរខ្ញុំមកទស្សនាក៏ដូចជាមកផ្ដិតយករូបភាពដើម្បីចែកជូនបងប្អូនក៏ខ្ញុំមានអារម្មណ៍ថាសែតខ្លាំងដែរហើយក៏មានអារម្មណ៍ថាតក់ស្លុតយ៉ាងខ្លាំងមកទស្សនាហើយឃើញរបបសម័យនោះគឺខូខើមែនតែនប្រវត្តិសាស្ត្រចាត់មែនតែនណាអញ្ចឹងបើសិនជាបងប្អូនមិនថាបដាខេត្តនៅតាមក្រុងហើយបើសិនជាមានពេលចង់ឲ្យបងប្អូនមកទស្សនាទាំងអស់គ្នាហើយមួយទៀតទីតាំងបឹងជើងឯកនេះក៏អត់នៅឆ្ងាយពីភ្នំពេញយើងបានដែរយើងជិះតាមផ្សារអ៊ីអន3មកដល់ចំហៀងហ្នឹងយើងបាត់ស្ដាំតិចមកដល់ហើយគឺថាចិត្តមែនតែនបាទបងប្អូននេះគឺជាទីតាំងមួយដែលគេរោងសម្រាប់ដាក់ឧបករណ៍ធ្វើទារុណកម្មឬក៏សម្រាប់ដល់ជនរងគ្រោះដែលគេបានបញ្ជូនមកអញ្ចឹងនៅក្នុងនេះក៏មានឧបករណ៍ដូចជាមានខ្នោះដែកវែងបថៅកបិតចបកាប់ចបជីកប៉ែលហើយនឹងដែកផ្លូវអតេះដែកផ្លូវអតេះអញ្ចឹងណាហើយនៅកន្លែងនេះការសម្រាប់គឺគេអត់ប្រើគ្រាប់កាភ្លើងទេគឺគេប្រើឧបករណ៍ទាំងនេះដូចដែលបានបង្ហាញជូនអញ្ចឹងឃើញថាពេលដែលអានហើយពេលដែលស្ដាប់ហើយមានអារម្មណ៍ថាញ័រទ្រូងណានិយាយរួមជាចង់ចេញវានេះពេកតោះឥឡូវយើងទៅមើលថែមទៀតបាទបងប្អូនកន្លែងនេះដែរគឺជារណ្ដៅដែលកប់សាកសពរួមចំនួនទាំងអស់450បងប្អូនមើលរណ្ដៅអត់ធំទេបងប្អូនអើយហើយពេលដែលខ្ញុំមកដល់កន្លែងនេះខ្ញុំមានអារម្មណ៍ក្តុកក្តួលខ្លាំងរៀបរាប់អត់ចង់ចាញ់ទេដូចមានអារម្មណ៍ថាដូចកំសត់ពេកដូចខ្លោចចិត្តពេកណាហើយរណ្ដៅប៉ុណ្ណឹងដាក់សាកសពដល់450ឃើញមកទស្សនាហើយអត្ថាធិប្បាយអត់ចង់ចាញ់ទេតែអញ្ចឹងយើងទៅមើលបន្ថែមទៀតបាទឥឡូវបងប្អូនយើងទៅទស្សនាកន្លែងផ្សេងទៀតដែលមានកន្លែងរណ្ដៅដាក់សាកសពអញ្ចឹងទៅមានកន្លែងទៅធ្វើទរណកម្មអញ្ចឹងទៅអញ្ចឹងទាំងអស់នេះស្ថិតសឹងគឺជាអ្នកដែលគេបញ្ជូនមកធ្វើទរណកម្មឲ្យសម្លាប់អញ្ចឹងយើងទៅទស្សនាបន្តទៀតថានៅជុំវិញបរិវេណមជ្ឈមណ្ឌលបល័យពូជសាសន៍បឹងជើងឯកនេះយើងមានសកម្មភាពក៏ដូចជាកន្លែងណាខ្លះដែលយើងត្រូវទស្សនាតោះយើងទៅទស្សនាបងប្អូនគ្នាបាទហើយនេះគឺជារណ្ដៅដែលដាក់សាកសពដែលគ្មានក្បាលចំនួន166នាក់រណ្ដៅនេះបើតាមខ្ញុំស្មានដូចជាអត់ដល់10ម៉ែត្រទេក្បាលប្រហែលជាអាចនឹង5ម៉ែត្របដោយជា6ម៉ែត្រចឹងអត់ធំទេរណ្ដៅនេះគឺមានរាងតូចមែនតើបាទបងប្អូននេះគឺជាទីតាំងមួយកន្លែងទៀតដែលនៅក្នុងមជ្ឈមណ្ឌលបល័យពូជសាសន៍ជើងឯកហើយកន្លែងនេះគឺជាកន្លែងរណ្ដៅដាក់សាកសពរួមដែលគ្មានក្បាលចំនួន166នាក់រណ្ដៅដែលនៅក្នុងនេះគឺអត់ធំទេបងប្អូនអើយសុទ្ធសឹងកន្លែងដែលជនរងគ្រោះដែលគេយកមកធ្វើទរណកម្មហើយនឹងសម្លាប់តែអញ្ចឹងយើងទៅទស្សនាខាងនោះបន្ថែមទៀតជនជាតិបរទេសគាត់មកទស្សនាគាត់
មកទស្សនាបដាគាត់ដើរយំបដាអាណិតគាត់អាណិតដល់បងប្អូនខ្មែរជនរងគ្រោះដែលនៅសម័យនោះជនបរទេសគាត់ក្នុងក៏ដើរយំបាទបងប្អូនទាំងអស់គ្នាកន្លែងនេះគឺជាកន្លែងសម្បល់សម្ភារបំពាក់ជនរងគ្រោះក្រោយពីការកោះហណ្ដៅនាឆ្នាំ1980សម្ភារបំពាក់ជនរងគ្រោះដែលនៅសល់ដោយសារការកប់ដីត្រូវបានភ្លៀងហូរច្រោះយើងបានប្រមូលរក្សាទុកជាបន្តបន្ទាប់នៅក្នុងនេះមានដូចជាខ្សែដណ្ដឹងខោអាវកសែងដើម្បីចងមុខធ្វើទរណកម្មដើម្បីសម្លាប់ហើយនៅក្នុងនេះដែរមានទាំងធ្មេញហើយមានទាំងខោអាវទាំងអស់គ្នាហើយក្នុងនេះមានទាំងក្មេងមានទាំងចាស់ពេលមកស្ដាប់ហើយពេលមកថតនេះមានអារម្មណ៍យើងប៉ះពាល់អារម្មណ៍បន្តិចអធិស្ឋានផងបងប្អូនអរគ្នាហើយនៅឆ្នាំ1980នេះខ្ញុំអត់ទាន់កើតទេមុនខ្ញុំកើតប្រហែលខ្ទង់3ឆ្នាំឃើញទាំងអស់នេះហើយពិតជាសំណោះសំណោកមែនតើហ្មងអញ្ចឹងយើងទៅទស្សនាបន្ថែមទៀតបាទពុកម៉ែបងប្អូនអរគ្នាកន្លែងនេះដែរគឺជារណ្ដៅដែលដាក់សាកសពរួមភាគច្រើនគឺស្ត្រីនិងកុមារហើយក្នុងនេះដែរមានសាកសពរហូតដល់100នាក់ហើយក្នុងនេះគឺគេធ្វើទរណកម្មហើយខាងក្រោយរណ្ដៅនេះគឺមានដើមឈើមួយបាទបងប្អូនអរគ្នាកន្លែងនេះគឺជាកន្លែងដើមឈើដែលគេធ្វើទរណកម្មទៅលើកុមារហើយនិងទារកសម័យនោះគឺគេសម្រាប់ដោយយកក្មេងចាប់ជើងយកមកបោកនៅកន្លែងនេះហើយមួយទៀតក្នុងរណ្ដៅនេះភាគច្រើនគឺស្ត្រីហើយនិងកុមារបាទនៅក្នុងនោះក្នុងការធ្វើទរណកម្មគឺគេដោះសម្លៀកបំពាក់ហើយបានគេធ្វើទរណកម្មហើយគ្រប់កុមារទាំងអស់ដែលគេសម្លាប់គឺគេសម្លាប់នៅមុខម្ដាយហើយស្ត្រីរងគ្រោះទាំងអស់នោះក៏មានការរំលោភបំពានផ្លូវភេទផងដែរមុននឹងសម្រាប់សម្រាប់អារម្មណ៍របស់ខ្ញុំផ្ទាល់ពេលដែលខ្ញុំបានស្ដាប់ប្រវត្តិសាស្ត្រហើយខ្ញុំរៀបរាប់អត្ថាធិប្បាយអត់ចេញទេគឺដោយសារការអត្ថាធិប្បាយផងទឹកភ្នែកខ្ញុំក៏ហូរមកផងហើយខ្ញុំក៏មានអារម្មណ៍ថាវាណែនទ្រូងវាក្តុកក្តួលពេកពោះដើមកខ្ញុំនិយាយរៀបរាប់អត់បានល្អទេអញ្ចឹងសូមធ្វើការខន្តីអភ័យទោសពីបងប្អូនទាំងអស់គ្នាផងដែរបាទបងប្អូនកន្លែងនេះដែរគឺជាដើមជ្រៃដែលគេព្យួរមេក្រូទៅខាងលើដើម្បីចាក់ចម្រៀងក៏ដូចជាបំពងសម្លេងផ្សេងៗដើម្បីបំបត្តិកុំឲ្យឮភាពជាចៅរបស់អ្នកទោសដែលគេធ្វើទរណកម្មបាទពេលដែលបានទស្សនាហើយឃើញហើយមានអារម្មណ៍ថាអាណិតខ្លោចចិត្តអត់ដឹងថាត្រូវថ្លែងបែបម៉េចទេពេលដែលមកមើលហើយគាត់ថាមានអារម្មណ៍ថាក្តុកក្តួលយ៉ាងខ្លាំងហ្មងណាអញ្ចឹងចង់ឲ្យបងប្អូនខ្មែរយើងបើសិនជាអាចមកទស្សនាម្ដងដើម្បីឲ្យបានដឹងអញ្ចឹងណាកុំឲ្យថាយើងធ្លាប់តែឮឲ្យបានឃើញផ្ទាល់ភ្នែកឥឡូវនេះយើងបានមកឃើញផ្ទាល់ភ្នែកហើយអញ្ចឹងចង់ឲ្យបងប្អូនមកទស្សនាឲ្យបានច្រើនដើម្បីស្វែងយល់ក៏ដូចជាចងចាំទុកព្រោះដោយសារនេះគឺជាសាច់ឈាមខ្មែរយើងទាំងអស់បាទបងប្អូនកន្លែងនេះឯងគឺកន្លែងដែលគេដាក់រលាក្បាលសាកសពដែលមានចំនួនរាប់ពាន់នៅក្នុងហ្នឹងបាទទីទៀតខ្ញុំនឹងចូលទៅផ្ដិតរូបភាពដើម្បីចែកជូនដល់បងប្អូនទស្សនាផងដែរបាទកន្លែងនេះដែរគឺជាស្ទូបគ្រប់វិញ្ញាណក្ខន្ធ
ដែលសាងសង់នៅឆ្នាំ1988ដើម្បីបង្កធាតុហើយនឹងជាការរំលឹកដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតនៅវាលភាគជើងឯកផងដែរបាទសម្រាប់ស្ទូបគ្រប់វិញ្ញាណក្ខន្ធដែលតម្កល់សាកសពនៅក្នុងនេះគឺធំជាងគេនៅប្រទេសកម្ពុជាផងដែរបាទនៅក្នុងនេះគឺគេសាងសង់ឡើងគឺមានចំនួនទាំងអស់17ជាន់អញ្ចឹងសម្រាប់លាក្បាលមួយគេដាក់តាមជាន់ថ្នាក់ដោយដែលបានបង្ហាញជូននៅក្នុងវីដេអូនេះផងដែរមើលហើយទស្សនាឲ្យពិតជាអំណោយអធមខ្លាំងណាស់បងប្អូនអើយបាទនេះគឺផ្នែកមួយជ្រុងទៀតហើយនៅក្នុងនេះដែរគឺស្ទូបសម្រាប់តម្កល់ពលាដូចជាឆ្អឹងផ្សេងៗនៅនេះគឺទាំងអស់17ជាន់ហើយខ្ញុំមានអារម្មណ៍ថាពិបាករៀបរាប់មែនតើមើលហើយវាក្តុកក្តួលពេកជាសំណោះមែនតើនោះបាទកន្លែងវីដេអូមួយនេះគឺខ្ញុំសូមអធិស្ឋានបងប្អូនផងដែរខ្ញុំសូមដាក់រៀងព្រិលដើម្បីកុំឲ្យឃើញច្បាស់ពេកដើម្បីកុំឲ្យឃើញពីភាពខូខើនៅក្នុងនឹងអញ្ចឹងណាបាទនេះគឺជាបរិវេណដែលនៅជុំវិញមជ្ឈមណ្ឌលបល័យពូជសាសន៍បឹងជើងឯកផងដែរបាទពីជាន់ក្រោមដល់ជាន់លើនេះគឺសុទ្ធសឹងតែរលាក្បាលរបស់បងប្អូនហើយនៅក្នុងនេះគឺមានចំនួនច្រើនណាស់គឺច្រើនមែនតើបាទហើយរលាក្បាលខ្លះក៏ដូចយើងឃើញបានឃើញអញ្ចឹងរលាក្បាលខ្លះក៏នៅឃើញស្អាតទៅរលាក្បាលខ្លះឃើញបែកឃើញអីអញ្ចឹងណាដោយការធ្វើទរណកម្មផ្សេងគ្នាដោយការសម្លាប់ផ្សេងគ្នាអញ្ចឹងពេលដែលឃើញពិតជាខ្លោចចិត្តខ្ញុំខ្លោចចិត្តមែនតើនោះបាទនេះគឺជារូបភាពដែលបានបង្ហាញថាពេលដែលរថយន្តដឹកជនរងគ្រោះវិញអ្នកទោសមកដល់គឺមានរូបភាពបែបនេះបាទហើយកន្លែងនេះដែរគឺជាកន្លែងចំណតរថយន្តដឹកជនរងគ្រោះកន្លែងនេះជាដឹកចំណតរថយន្តដឹកជនរងគ្រោះពីមន្ទីរស-21ទួលស្លែងនិងពីកន្លែងផ្សេងទៀតនៅក្នុងប្រទេសរថយន្តដឹកជនរងគ្រោះបានមកដល់2 ឬ 3 ដងក្នុងមួយខែហើយរថយន្តនីមួយៗបានផ្ទុកជនរងគ្រោះដែលត្រូវបានគេរុំមុខមានសភាពស្ងៀមស្ងាត់ហើយនិងភ័យខ្លាចមានចំនួនប្រហែលជាង20នាក់ទៅ30នាក់ដោយដែលរូបភាពដែលយើងបានបង្ហាញជូននេះផងដែរបានជាទឹកមុខដែរឲ្យកូនឲ្យទឹកមុខដែលគួរឲ្យខ្លាចផ្សាបំផុតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យបាទឥឡូវនេះយើងបន្ទាប់ពីយើងទស្សនាបរិវេណនៅក្នុងបឹងជើងឯកទាំងអស់គ្នាហើយអញ្ចឹងយើងត្រូវយកមកទស្សនាសារមន្ទីរដែលគេបានតម្កល់ទុកវត្ថុផ្សេងក៏ដូចជាឧបករណ៍ផ្សេងដែលគេធ្វើទរណកម្មសម្រាប់ប្រជាជនក៏ដូចជាជនរងគ្រោះនៅសម័យនោះអញ្ចឹងយើងទៅមើលខាងក្នុងបងប្អូនថាមានអីខ្លះ
បាទកន្លែងនេះខ្ញុំបានក៏សូមអធិស្ឋានដល់បងប្អូនពុកម៉ែទាំងអស់គ្នាដោយសារនៅក្នុងសារមន្ទីរនេះគេហាមមិនឲ្យយើងថតរូបទេអញ្ចឹងនៅក្នុងនេះខ្ញុំអត់បានបង្ហាញទេបើសិនជាបងប្អូនចង់ឃើញចង់ឲ្យបងប្អូនមកទស្សនាដោយផ្ទាល់ខ្លួនឯង បាទឥឡូវនេះឃើញថាការបង្ហាញជូនពីសកម្មភាពក៏ដូចជាទស្សនវិជ្ជានៅក្នុងមជ្ឈមណ្ឌលបល័យពុយសាសបឹងជើងឯកអញ្ចឹងបានមកដល់ទីបញ្ចប់ផងដែរជាចុងក្រោយនេះខ្ញុំបាទក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំបានតាំងពីដើមរហូតដល់ចប់អញ្ចឹងជួបគ្នានៅពេលក្រោយក៏ដូចជាคลิปវីដេអូក្រោយៗទៀតកុំភ្លេចចូល Subscribe YouTube របស់ខ្ញុំបាទមួយម្នាក់ផងដើម្បីទទួលបាននៅព័ត៌មានថ្មីៗក៏ដូចជាវីដេអូថ្មីៗបន្ថែមទៀតបាទចុងក្រោយនេះខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយទៀតបាយបាយ